ខ្លះមកឃោសនាអំពីបញ្ហាថាខ្មោចស្អុយតបខ្មែរអត់មានខ្មោចស្អុយទៅលើដីគេទេព្រោះយើងអត់បានចូលដីនរណាទេសង្ឃឹមថាប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួនដែលបាត់បង់អាខ្មោចដែលវាស្អុយនៅតាមទល់ដែរនោះតើវាជាខ្មោចរបស់នរណាបើខ្មែរអត់មានបាត់តបទេហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរបើថាខ្មោចនៅលើដីណែឯងគឺមានតែណែឯងឃើញបញ្ជូនសារសូម្បីតែ Facebook របស់ខ្ញុំគឺចូលមកខ្ញុំកណាខ្ញុំគឺថាបង្ហោះម្ដងគឺខាងនោះចូលមកមើលច្រើនសិតថាខ្មោចយកមិនអស់ខាងនេះអត់មានចូលទៅក្នុងដីរបស់ណែឯងទេអញ្ចឹងទេខាងថៃទេដែលសុំជូនសារទៅរកកូនរកចៅហើយមានបាត់កូនបាត់ចៅឬអត់ខាងនេះគេរកគេយកមកធ្វើបុណ្យធ្វើទានអស់ហើយ